លោកជំទាវបានសេមុំអំពីវិនិយោគឲ្យមានការចូលរួមថែរក្សាធនធានព្រៃឈើនិងដាំកូនឈើឲ្យបានជាអតិបរមាលោកជំទាវនិតបានសេមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានធ្វើការអំពីវិនិយោគដល់អង្គការជាតិអន្តរជាតិដៃគូអភិវឌ្ឍន៍នានាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពពាក់ព័ន្ធនិងកងកម្លាំងទាំង3ប្រភេទនិងប្រជាពលរដ្ឋបន្តកិច្ចសហប្រតិបត្តិការគ្រប់រូបភាពក្នុងការចូលរួមថែរក្សាធនធានព្រៃឈើនិងដាំកូនឈើឲ្យបានជាអតិបរមាព្រោះដើមឈើដែលដុះដាលរីកចម្រើនវាជាពហុប្រយោជន៍និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើការគ្រប់គ្រងព្រៃឈើទាំងព្រៃធម្មជាតិទាំងព្រៃដាំនិងការអភិវឌ្ឍក្នុងវិស័យព្រៃឈើត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ជាពិសេសប្រជាពលរដ្ឋមូលដ្ឋានជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍវិស័យព្រៃឈើការអំពាវនាវនេះធ្វើឡើងក្នុងពិធីអបអរសាទររុក្ខទិវា9កក្កដាលើកទី31ដែលប្រព្រឹត្តទៅនៅភូមិអន្លង់រក្សាឃុំស្ទឹងត្រង់ស្រុកសាឡាក្រៅកាលពីព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតបានសីមុំអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងថាទិវាដាំឈើគឺជាប្រពៃណីជាតិនិងវប្បធម៌ដ៏ឧត្តមដំកើតមានតាំងពីឆ្នាំ1952ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងក្នុងគោលបំណងបំផុសចលនាដាំឈើនិងថែរក្សាសម្បត្តិព្រៃឈើជាពិសេសដើម្បីថែរក្សាការពារនិងបណ្ដុះគំនិតស្រឡាញ់ព្រៃឈើនិងបរិស្ថានធម្មជាតិដូច្នេះក្នុងទិសដៅបន្តវេននៅទិវាដ៏ប្រពៃនេះរដ្ឋាភិបាលកម្ពុជាបានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី9ខែកក្កដាប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល2ឆ្នាំគឺនៅឆ្នាំ2020និង2021ដោយសារស្ថានភាពការឆ្លងរីកដាលជាសកលនៃជំងឺ Covid-19 លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលខេត្តបៃលិនបានកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី7ដែលសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងកិច្ចការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិព្រមទាំងអេកូឡូស៊ីដើម្បីលើកកម្ពស់កិច្ឆានុភាពបៃតងជាតិឲ្យល្បីល្បាញយន្តជាប្រទេសមានការអភិវឌ្ឍបៃតងគំរូក្នុងតំបន់អាស៊ាននិងអាស៊ីប៉ាស៊ីហ្វិកតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតងនិងផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ2013-2030សម្រាប់រុក្ខទិវា9កក្កដាលើកទី31នេះរដ្ឋបាលខេត្តបៃលិនបានកំណត់យកទីតាំងអមសងខាងផ្លូវស្ថិតនៅក្នុងភូមិអន្លង់រក្សាប្រពៃពិធីនិងដាំដើមឈើចម្រុះចំនួន2500ដើមមានដូចជាកូនសាគូរ៉ាចំនួន200ដើមកូនត្របែកព្រៃចំនួន500ដើមកូនបេងចំនួន500ដើមកូនច្រេះចំនួន200ដើមកូនធ្នង់ចំនួន200ដើមកូនជើងគោចំនួន400ដើមកូនក្រញូងចំនួន200ដើមនិងកូនគគីចំនួន300ដើមភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yinsen